នៅក្នុងវីដេអូនេះខ្ញុំនឹងព្យាយាមទៅជួយបងជីរវិតហើយឲ្យគាត់សញ្ញានៅលើការនេះឲ្យតតែបាននិយាយទៅខ្ញុំ fan គាត់10ឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលជួបគាត់សូម្បីតែម្ដងហើយពេលខ្លះឱកាសជួបគាត់គឺបានមកដល់ហើយប៉ុន្តែខ្ញុំនៅតែធ្វើវាអត់បាននិយាយទៅមនុស្សអត់និស្ស័យគឺអញ្ចឹងមែនប៉ុន្តែលើកនេះគឺឱកាសខ្ញុំបានមកដល់ទៀតហើយដោយសារតែលើកនេះគឺគាត់ទើបតែបើកមកថ្មីអញ្ចឹងហើយខ្ញុំនឹងធ្វើយ៉ាងណាក៏ដោយទៅជួបគាត់ឲ្យតតែបានដោយមិនឲ្យចាំយូរខ្ញុំក៏យកម៉ូតូធ្វើដំណើរទៅម៉ាតគាត់តែម្ដងហើយការធ្វើដំណើរនេះគឺខ្ញុំពឹងលើ Google Maps សុទ្ធតែម្ដងអញ្ចឹងឥឡូវយើងជួបបញ្ហាគឺពេញផ្លូវបន្ទាប់ពីជីដើររកអស់មួយសន្ទុះមកយើងក៏បានមកដល់ប៉ុន្តែនៅពេលដែលមកដល់គឺខ្ញុំអត់ឃើញគាត់នោះទេហើយខ្ញុំក៏ទិញឲ្យផឹកបន្តិចហើយអង្គុយចាំគាត់ឡើងចិត្ត1ម៉ោងដល់ពេលអង្គុយចាំយូរពេកខ្ញុំរៀនរបស់បងឯនោះក៏ឃើញបងវិតជិះម៉ូតូមកគ្រាន់តែឃើញគាត់មកដល់ភ្លាមគឺអារម្មណ៍ខ្ញុំភ័យផងអស់ផងព្រោះជួបគាត់លើកទី1តើតែពេលខ្ញុំភ័យពេកក៏ភ្លេចថតវីដេអូកន្លែងដែលគាត់សញ្ញានឹងទៅតែក៏បានសុំគាត់ថតរូបផងដែរហើយចុងក្រោយខ្ញុំក៏អាចសម្រេចភាសកកម្មនឹងបាននិយាយទៅអារម្មណ៍ជួបគាត់លើកទី1នោះគឺថាសប្បាយផងអស់ផងភ័យផងប៉ុន្តែខ្ញុំក៏អាចធ្វើវាបានហើយបើមកប្រាប់ខ្ញុំមិនអានេះវិញគឺដឹងឲ្យគាត់សញ្ញាក៏យកទូរស័ព្ទឲ្យគាត់សញ្ញាទៅចុងក្រោយភាសកកម្ម complete follow me please